ចិត្តទៅជាប់នៅលើកោះដាច់ស្រយាលដែលគ្មានភ្លើងគ្មានទឹកនិងគ្មានអាហារតើ Tommy អាចសម្រេចសេរីភាពក្នុងការញ៉ាំអាហារសមុទ្របានដោយរបៀបណាគាត់នឹងប្រើសមត្ថភាពពិតរបស់គាត់ដើម្បីបង្ហាញអ្នករាល់គ្នាពីរបៀបរស់រានមានជីវិតនៅលើកោះដាច់ស្រយាលនេះលើកនេះកន្លែងដែលគាត់ជាប់គឺជាកោះដាច់ស្រយាលមួយដ៏សែនឆ្ងាយនៅភាគខាងកើតប្រទេសអូស្ត្រាលីនៅក្នុងពេលចេញទូកគាត់បានឃើញត្រីឆ្លាមកំពុងខំស៊ីសាកសពត្រីបាឡែងដោយសារតែទស្សនវិជ្ជាត្រីឆ្លាមហែកស៊ីចំណីគួរឲ្យចាប់អារម្មណ៍ពេកទើបគាត់ភ្លេចពេលវេលារហូតដល់ពេលយប់ទូកត្រូវបានខ្ចប់ឈូសវាប្រហារទើបដឹងខ្លួនថាខ្លួនឯងត្រូវជាប់នៅលើកោះប៉ុន្តែ Tommy មិនបានបារម្ភតតែសោះព្រោះគាត់តែងតែស្ម័គ្រចិត្តធ្លាក់ចូលក្នុងស្ថានភាពបែបនេះជារឿយលើកនេះគាត់នឹងបន្តរស់រានមានជីវិតតាមរបៀបនោះគាត់ប្រមូលរបស់របរមួយចំនួននៅលើឆ្នេរខ្សាច់ហើយសង្កេតឃើញថាពេលនេះទឹកកំពុងស្រកដូច្នេះអាចឆ្លៀតឱកាសស្វែងរកអាហារបានពេលទឹកស្រកទាំងថ្មបានលេចឡើងប្រៀបដូចជាច្រកចូលទៅកាន់ពិភពក្រោមសមុទ្រគាត់ឃើញលាសសមុទ្រយក្សជាច្រើនប៉ុន្តែដោយសារវាតូចពេកក៏រំលងចោលគាត់រត់លើថ្មដោយជើងទេដោយមិនខ្លាចចោលអល់ដួលបន្ទាប់មកប្រទេសឃើញឲ្យស្ទរតូចជាច្រើនដែលអាចញ៉ាំឈើបានគាត់ប្រើកាំបិតគាត់សម្បកទូបីសាច់មិនសូវច្រើនតែក៏មានចំនួនច្រើនបើសំណាងល្អអាចចាប់បានក្តាមប៉ុន្តែវាក៏តូចណាស់ដែរគាត់មានបំណងយកក្តាមធ្វើជានុយស្ទូចត្រីគ្រាន់តែទម្លាក់ខ្សែសន្ទូចភ្លាមត្រីក៏ស៊ីនុយហើយមិនយូរប៉ុន្មានក៏ស្ទូចបានត្រីតូចមួយមើលទៅធនធាននៅទីនេះសម្បូរបែបណាស់អាចពឹងផ្អែកលើការស្ទូចត្រីដើម្បីញ៉ាំអាហារធំមួយពេលគាត់បន្តស្ទូចហើយក៏មានត្រីស៊ីនុយទៀតប៉ុន្តែតូចពេកទើបបោះចោលទៅវិញត្រឡប់មកច្រាំងវិញគាត់ចាប់ផ្ដើមស្វែងរកប្រភពទឹកធ្លុកទឹកនៅលើកោះអាចជាទឹកសាប៉ុន្តែពេលភ្លុកមើលបែរជាទឹកប្រៃដែលសល់ពីទឹកចូលទៅវិញកោះនេះទំនាស់កាន់តែចូលជ្រៅដើមឈើកាន់តែក្រាស់ប្រហែលជានៅម្ខាងទៀតនឹងមានរុក្ខជាតិច្រើនជាងនេះចំណែកតំបន់នេះរៀងវាបន្តិចគាត់ប្រទះឃើញរូងជាច្រើនហើយសម្រេចចិត្តជ្រើសរើសកន្លែងមួយធ្វើជាជំរកបណ្ដោះអាសន្ននៅក្នុងរូងមានឆ្អឹងសត្វជាច្រើនដែលធ្វើឲ្យគាត់មិនដឹងច្បាស់ថាជាសត្វអ្វីគាត់បន្តដើរតាមមាត់ឆ្នេរសមុទ្រដើម្បីរកហើយក៏ឃើញរូងធំជាច្រើនស្ទើរតែគ្រប់រូងសុទ្ធតែអាចធ្វើជាជំរកបានប៉ុន្តែនៅទីនោះគាត់ប្រទះឃើញរបស់គួរឲ្យខ្លាចមួយចំនួនហើយសន្និដ្ឋានថានេះអាចជាកន្លែងបញ្ចុះសពរបស់មនុស្សបុរាណរូងទាំងនេះប្រហែលជាត្រូវបានជីកដោយជនជាតិដើមដើម្បីរក្សាទុកសាកសពថែមទាំងមានឆ្អឹងរបស់សត្វផ្សេងទៀតផង Tommy ចេះតែរកមើលរូងមួយដើម្បីស្នាក់នៅបណ្ដោះអាសន្នបរិស្ថាននៅទីនេះល្អគួរសមដូច្នេះគាត់ក៏បង្កាត់ភ្លើងមួយគំនរអាហារពេលល្ងាចថ្ងៃនេះគឺឲ្យស្ទរពី3ក្បាលនិងត្រីសមុទ្រត្រងប់មួយក្បាលគាត់បោះឲ្យស្ទរចូលទៅក្នុងភ្លើងអាំងផ្ទាល់ពេលឲ្យស្ទរឆ្អិនវានឹងហាសម្បកដោយខ្លួនឯងបន្ទាប់មកក៏យកត្រីទៅអាំងឲ្យស្ទរខ្លាយជាម្ហូបសម្រន់សម្រាប់អាហារពេលល្ងាចយប់នេះមានតែទ្រាំញ៉ាំបណ្ដោះអាសន្នសិនហើយព្រឹកបន្ទាប់ Tommy គ្រងកាន់លំពេងទៅសមុទ្ររកអាហារឆ្នេរមានថ្មប៉ប្រះទឹកជាច្រើនដូច្នេះគាត់ចង់រកមើលត្រីឬក្តាមដែលទៅគឿងគួរឲ្យស្ដាយដែលរលកនៅទីនេះធំណាស់ដូច្នេះគាត់ក៏បដូរទៅទីតាំងផ្សេងធ្លុកទឹកតាមថ្មច្រើនតែមានត្រីទៅនៅប៉ុន្តែជាមួយរលកបែបនេះចង់ចាប់ត្រីត្រូវចាំទឹកស្រកសិនបើមិនដូច្នេះទេស្ទើរតែមិនអាចទៅរួចទេបច្ចុប្បន្នគាត់នៅភាគខាងលិចកោះដែលមានរលកខ្លាំងថតរូបទេសភាពស្អាតប៉ុន្តែបើទៅចាប់អាហារសមុទ្រនៅទីនេះគឺអាចគ្រោះថ្នាក់ដល់ជីវិត Tommy ប្រទះឃើញលាមកសត្វនៅថ្មីនៅលើដីជុំវិញសុទ្ធតែស្លាកស្នាមសត្វប្រហែលជាពួកវាលាក់ខ្លួនក្នុងរូងថ្មនៅតាមមាត់រូងក៏ពោពេញដោយដានជើងហើយគាត់សន្និដ្ឋានថាជាដានជើងរបស់កង់គូរូមើលទៅប្រព័ន្ធអេកូឡូស៊ីនៅលើកោះនេះសម្បូរបែបណាស់គាត់បន្តរកមើលត្រីតូចទើនៅលើថ្មហើយឃើញមឹកយក្សមួយកំពុងប្រមាញ់ក្តាមក្នុងទឹកពេលចូលចិត្តថែមទាំងត្រូវព្រួយវាប្រហារទៀតប៉ុន្តែគាត់មិនចូលចិត្តញ៉ាំមឹកយក្សទេក៏រំលងចោលទៅគាត់ទៅដល់តំបន់ព្រៃកោងកាងកន្លែងដែលតែងតែមានក្តាមច្រើនប៉ុន្តែដោយសារទឹកមិនទាន់ស្រកអស់ទើបមិនឃើញក្តាមធំឃើញតែមឹកយក្សជាច្រើនមឹកយក្សមាននៅគ្រប់ទីកន្លែងចាប់យកមកអាំងក៏ឆ្ងាញ់មិនចាញ់ក្តាមដែរគាត់រើសឲ្យស្ទើបន្ថែមសម្រាប់អាហារពេលល្ងាចរួចចាប់ផ្ដើមស្ទូចត្រីគ្រាន់តែទម្លាក់នុយត្រីក៏ស៊ីបាត់ទៅហើយនឹងស្ទូចបានត្រីតូចមួយគ្រាន់បានញ៉ាំទ្រាប់ពោះរងចាំមួយសន្ទុះទឹកចូលស្រកចុះលេចចេញអាហារសមុទ្រជាច្រើននៅលើឆ្នេរធ្លុកទឹកទាំងនេះគឺបន្សល់ទុកដោយត្រីលេចចេញមឹកជាច្រើនប៉ុន្តែគ្មានឧបករណ៍ទើបចាប់មិនបានបើបន្តបែបនេះមានតែខាត់ PTA Tommy ចាប់ផ្ដើមសាកល្បងស្វែងរកអាហារសមុទ្រក្នុងរូងថ្មដោយប្រើលំពែងស្ទាបស្ទង់នៅខាងក្នុងមានត្រីធំជាច្រើនប៉ុន្តែទឹកជ្រៅដូច្នេះពិបាកចាប់ណាស់អូមានអ្វីម្យ៉ាងកំពុងកម្រើកនៅខាងក្រោមនោះសូមទោសសម្លាញ់ខ្ញុំមិនមានបំណងធ្វើឲ្យអ្នកភ័យទេខ្ញុំស្មានតែអ្នកមិនដឹងថាខ្ញុំកំពុងរកមើលអ្វីផ្សេងទិដ្ឋភាពនេះពិតជាធ្វើឲ្យខ្ញុំសើចចង់គាំងស្មានតែត្រីធំនឹកស្មានមិនដល់ថាជាត្រីឆ្លាមសោះត្រីឆ្លាមនេះហែមួយជុំរួចត្រឡប់មកមាត់រូងវិញសូម្បីតែមឹកយក្សរង្វង់ខៀវក៏លេចមុខមកដែរនេះគឺជាសត្វមួយក្នុងចំណោមសត្វដែលមានពិសាហារបំផុតពេលទៅរកចាប់អាហារសមុទ្រពេលទឹកស្រកអ្នកទាំងអស់គ្នាដាច់ខាតកុំយកដៃលូកចូលតាមប្រហោងថ្មតាមមាត់ច្រាំងព្រោះនៅខាងក្នុងពិតជាមានត្រីធំច្រើនណាស់ស្ទើរតែគ្រប់រូងសុទ្ធតែលាក់ត្រីមួយក្បាលប៉ុន្តែពួកវាមានការប្រុងប្រយ័ត្នខ្ពស់ណាស់ Tommy រវើប៉ុន្មានម៉ោងជាប់គ្នាមើលត្រីធំហែលក្រោមជើងតែចាប់មិនបានប៉ុន្តែឆាប់នេះក៏ដកស្រង់បទពិសោធន៍បានយេទីបំផុតគាត់ចាប់បានត្រីតុកកែមួយក្បាលថែមទាំងភ្ជាប់មកជាមួយមឹកយក្សតូចមួយទៀតត្រីមួយក្បាលមិនគ្រាន់ញ៉ាំទេដូច្នេះគាត់បន្តសាកល្បងទៀតស្ទើរតែរាល់ពេលដែល Steve Stone គឺតែងតែមានត្រីធំលេចចេញមកមើលសត្វចម្លែកទាំងនោះហើយចុះហើយឡើងធ្វើឲ្យគាត់ខឹងឡើងខំថ្មិញប៉ុន្តែក្រោយពីប៉ុន្មានម៉ោងនៅតែទទួលបានផលគួរសមរួមមានឲ្យស្ទរនិងត្រីតុកកែគាត់ប្រញាប់បង្កាត់ភ្លើងនៅលើច្រាំងដើម្បីចម្អិនអាហារពេលល្ងាចពេលរងើភ្លើងឆេះក្រហមឲ្យស្ទរអាំងនិងហាសម្បកដោយខ្លួនឯងរួចយកចេញបន្ទាប់មកដាក់ត្រីលើរងើភ្លើងអាំងយប់នេះនៅតែយកឲ្យស្ទរធ្វើជាម្ហូបសម្រន់សាច់មួយដុំធំមើលទៅគួរឲ្យចង់ញ៉ាំណាស់ត្រីឆ្អិនយ៉ាងលឿនគ្រាន់តែបកស្រទាប់ស្បែកដែលខ្លោចខាងក្រៅចេញគឺបានសាច់ស្ទន់នៅខាងក្នុងជារបស់ដ៏មានតម្លៃបំផុតនៅលើកោះដាច់ស្រយាលចូលដល់ថ្ងៃទី3ពេលព្រឹក Tommy ដើរថ្មើរជើងប៉ុន្មានគីឡូម៉ែត្រទៅភាគខាងកើតកោះកន្លែងដែលមានដើមឈើក្រាស់ខ្មឹកគាត់រកឃើញតំបន់ដីរាបស្មើមួយដែលស័ក្តិសមបំផុតសម្រាប់ការរស់រៀនមានជីវិតដូច្នេះគាត់ក៏ប្រញាប់កាន់លំពែងទៅចាប់ត្រីត្រឹមមួយលំពែងចាក់ចំត្រីងាប់មួយក្បាលបាត់ទៅហើយអាហារពេលល្ងាចចាត់ទុកថាមានហើយតាមមាត់ច្រាំងមានដើមដូងជាច្រើនគ្រប់គ្រាន់សម្រាប់ឲ្យគាត់ផឹកអស់មួយជីវិតគាត់បន្តស្ទូចត្រីប៉ុន្តែដោយសារត្រីបន្លាច្រើនពេកទើបត្រីផ្សេងគ្មានឱកាសស៊ីនុយមេឃចាប់ផ្ដើមងឹតគាត់ប្រមូលអស់សម្រាប់ចម្អិនអាហារបង្កាត់ភ្លើងរួចបេះដូងមួយផ្លែទៀតវត្ថុធាតុដើមថ្ងៃនេះគឺត្រីមួយក្បាលទម្ងន់ប្រហែល1គីឡូក្រាមនិងដូងស្រស់មួយផ្លែ
ក្រោយពេលព្រះអាទិត្យលិចគាត់កាន់ពើទៅមាត់សមុទ្រដើម្បីចាប់អាហារសមុទ្រនៅលើខ្សាច់មានក្តាមវាជាច្រើនចេញមករកចំណីប៉ុន្តែមិនសូវមានសាច់ញ៉ាំទេត្រីមិនទាន់ទាំងបានអាំងផងត្រូវក្តាមសេកស៊ីបាត់ទៅហើយគាត់ដាក់ត្រីផ្ទាល់លើភ្លើងអាំងព្រមទាំងប្រើឆ្នាំងស្ងោរបន្លែព្រៃបន្ថែមអាហារពេលល្ងាចថ្ងៃនេះសម្បូរបែបគួរសមជាមួយនឹងត្រីអាំងនិងបន្លែស្ងោរមួយថ្ងៃបានបញ្ចប់ទៅព្រឹកថ្ងៃទី4គាត់រើសបានដូងទុំមួយផ្លែតាមផ្លូវនៅតាមកោះមានដូងជ្រុះជាច្រើនពុះចេញមកមិនត្រឹមតែមានទឹកច្រើនទេសាច់ក៏ក្រាស់ទៀតគាត់ប្រើកាំបិតកោសសាច់ដូងធ្វើជាអាហារពេលព្រឹកសម្រាប់ថ្ងៃនេះញ៉ាំអាហារពេលព្រឹករួច Tommy កាន់សន្ទូចចាប់ផ្ដើមស្ទូចត្រីគ្រាន់តែក្រវីសន្ទូចភ្លាមត្រីក៏ស៊ីនុយបាត់មើលតែកម្លាំងទីងនៃសន្ទូចក៏ដឹងថាជាត្រីធំដែរមកនេះក្បាលនេះលោតហើយស្ទើរតែចាប់បានទៅហើយព្រះឲ្យដៃខ្ញុំនៅញ័រនៅឡើយទេពិតជាឈួតមែនក្បាលនេះដូចជានាវាមួយទឹកអញ្ចឹងស្ទើរតែទីងវាឡើងបានទៅហើយ Tommy ខាងឡើងលោតជាន់ជើងព្រោះស្ទូចត្រីទាំងអស់កម្លាំងថែមទាំងត្រូវពឹងលើសំណាងទៀតអូយមិនមែនជាត្រីយៈទេតែក៏ជាត្រីធំគួរសមដែរមើលក្បាលនេះស្អាតមែនទែនពណ៌ស្អាតណាស់ស័ក្តិសមជាត្រីតំបន់ត្រូពិកពិតពណ៌បៃតងរបស់វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ស្អាតខ្លាំងណាស់ខ្ញុំនឹងដោះផ្លែសន្ទូចចេញរួចលែងវាទៅក្នុងទឹកវិញTommyឃើញក្តាមជាច្រើននៅមាត់ច្រាំងហើយអន្ទង់ក៏កំពុងរកចំណីដែរបើមិនរើសចំណីទេពេលណាក៏អាចញ៉ាំឆ្អែតបានដែរក្រោយពេលទឹកស្រកអន្ទង់នៅមាត់ច្រាំងមានច្រើនណាស់ប៉ុន្តែគាត់មិនចូលចិត្តញ៉ាំអន្ទង់ទេគាត់មានបំណងចូលជ្រៅទៅក្នុងកោះដើម្បីរករកបន្តក្រោយពីដើរកាត់ព្រៃដូងគាត់ប្រទះឃើញបឹងទឹកដក់មួយដែលអាចរកក្តាមធំបានតំបន់នេះជាព្រៃកោងកាងប៉ុន្តែមិនឃើញក្តាមធំទេឃើញតែក្តាមតូចនៅគ្រប់ទីកន្លែងនៅទីនេះគាត់ថែមទាំងប្រទះឃើញស្នាមជើងត្រីឆ្លាមនិងក្រពើលេចឡើងព្រមទាំងនៅលើឆ្នេរខ្សាច់មានស្នាមជើងជ្រូកព្រៃបើចាប់បានមួយក្បាលច្បាស់ជាមានសាច់អាំងញ៉ាំយ៉ាងឆ្ងាញ់មិនខានមាត់កោះមានសម្រាមជាច្រើនប៉ុន្តែសម្រាប់អ្នកជាប់គាំងគឺមានប្រយោជន៍ខ្លាំងណាស់ Tommy រើបាន10ទឹកអូអ៊ីជាមួយនិងគួរឲ្យភ្ញាក់ផ្អើលគឺនៅអាចផឹកបានបន្ទាប់មកគាត់រកឃើញកាន់តែច្រើនឡើង10ស្រដៀងគ្នាសុទ្ធតែមិនទាន់បើកប្រហែលជាធ្លាក់ពីក្បាលដឹកទំនិញផ្អែកលើកម្រិតនៃភាពចាស់អាចសន្និដ្ឋានបានថាពួកវាសត្វមកដល់ក្នុងពេលវេលាខុសគ្នាគាត់ថែមទាំងរើបានផ្លែសន្ទូចទៀតផងគ្រាន់តែចងខ្សែគឺអាចប្រើបានហើយពេលបន្តដើរតាមបណ្ដោយឆ្នេរស្រាប់តែខាងមុខលេចចេញក្រពើមួយក្បាលស្នាមវារបស់ក្រពើមាននៅគ្រប់ទីកន្លែងជួបក្រពើទឹកប្រៃមានគ្រោះថ្នាក់ណាស់ដូច្នេះត្រូវចាក់ចេញភ្លាមសម្រាមនៅលើកោះមានច្រើនណាស់បើចង់រើសមួយជីវិតក៏មិនអស់ដែរគាត់មានបំណងចូលព្រៃកោងកាងរកក្តាមធំឬអាហារសមុទ្រមានសម្បុកបច្ចុប្បន្នមានទឹកសាបហើយប៉ុន្តែនៅខ្វះអាហារសម្រាប់ពេលល្ងាចនៅទីនេះគាត់រើបានដង្កៀបក្តាមធំប៉ុន្តែគ្មានសាច់ទេក្នុងព្រៃមានខ្យងធំជាច្រើនប៉ុន្តែនៅកោះដាច់ស្រយាលវាមិនមែនជាម្ហូបលំដាប់ខ្ពស់អីទេគាត់ឃើញធ្លុកទឹកមួយចង់ពិនិត្យមើលថាតើមានក្តាមឬអត់គ្រាន់តែលោកដៃចូលគឺដឹងហើយប៉ុន្តែចាប់ផ្ដើមដឹងថាទឹកកំពុងចូលបើនៅទីនេះយូរងាយនឹងជាប់គាំងណាស់ក្រោយពេលចាក់ចេញពីព្រៃគាត់ឃើញស្នាមជើងធំមួយមានតែ3ក្រញាំប៉ុណ្ណោះប្រហែលជានៅលើកោះនេះមានសត្វចម្លែកអ្វីមួយហើយមិនយូរប៉ុន្មានគាត់រកឃើញតំបន់ទឹកជ្រៅមួយទីតាំងនេះកន្លែងនេះប៉ាន់ស្មានថាអ្នកស្ទូចត្រីណាម្នាក់ឃើញហើយច្បាស់ជាហៀទឹកមាត់មិនខាន Tommy ក៏មិនលើកលែងដែរគាត់ប្រញាប់នៅទីនេះរៀបចំផ្លែសន្ទូចដែលរើបានរួចបន្តបោះនុយប៉ុន្តែគ្មានត្រីស៊ីសោះតាមពិតរឿងនេះគឺជារឿងធម្មតាទេទៅស្ទូចត្រីហើយត្រឡប់មកវិញដែរទេជារឿងធម្មតាត្រីស៊ីនុយគ្រាន់តែជាសំណាងប៉ុណ្ណោះរឿងនេះច្បាស់ជាអ្នកស្ទូចត្រីយល់ច្បាស់ជាងគេហើយក្រោយពីប៉ុន្មានម៉ោងបន្តបោះសន្ទូចជាប់គ្នាទីបំផុតទេវតាក៏មិនប្រណីដល់ការខិតខំប្រឹងប្រែងដែរយេមើលមានអ្វីឡើងមកនេះស្អាតណាស់គ្រោះថ្នាក់គួរសម Tommy ស្ទូចបានត្រីតុកកែមួយក្បាលប៉ុន្តែនឹកស្មានមិនដល់ថាលោទៅបង្ករឿងជាមួយក្រពើមួយក្បាលសោះក្រពើយះមួយក្បាលកំពុងសម្លឹងមើលគាត់យ៉ាងភ្លើសតាំងពីតូចសាំនឹងគ្រោះថ្នាក់ទៅហើយដូច្នេះពេលប្រឈមមុខនឹងការគំរាមកំហែងដល់ជីវិតពីក្រពើគាត់មិនខ្លាចតតែសោះថែមទាំងសម្លឹងមើលចំនឹងចង្អុលដៃទៅរកវាហាក់ដូចជាការព្រមានស្ងាត់បែបបើខ្លាំងឡើងមកលើគុកវាគ្នាក្រោយពេលក្រពើចាក់ចេញគាត់ក៏ប្រញាប់ដកថយដែរព្រោះទោះយ៉ាងណាគាត់មកទីនេះដើម្បីរស់រៀនមានជីវិតនិងញ៉ាំអាហារសមុទ្រការប្រឈមមុខជាមួយក្រពើគឺប្រថុយពេកហើយគាត់មានអារម្មណ៍ថាកោះនេះពិតជាគ្រោះថ្នាក់ណាស់មានតែម្នាក់ឯងបើមានរឿងអ្វីកើតឡើងគឺពិបាករស់ណាស់ក្នុងព្រៃកោងកាងមានក្រពើទឹកប្រៃចំណែកតំបន់ទឹកតូចមាត់ច្រាំងមានត្រីឆ្លាមប្រមាញ់ចំណីកោះដាច់ស្រយាលពោពេញទៅដោយគ្រោះថ្នាក់ពិតប៉ុន្តែ Tommy មិនគិតច្រើនទៀតទេពេលនេះគ្រាន់តែចង់បង្កាត់ភ្លើងអាំងត្រីប៉ុណ្ណោះការខុងឈើបង្កើតភ្លើងគឺជាជំនាញរបស់គាត់គ្រាន់តែមានឈើមួយដុំគឺអាចបង្កើតភ្លើងបានផ្សែងថែមទាំងជួយដេញមូសទៀតផងក្នុងពេលរងចាំរងើភ្លើងឆេះគាត់យកត្រីតុកកែទៅសមុទ្រដើម្បីរៀបចំប៉ុន្តែក្រពើនៅទីនោះនៅឡើយដូច្នេះមិនអាចប្រើទឹកសាបដែលស្តុកទុកមកធ្វើត្រីបានទេពេលនេះទឹកកំពុងចូលដូច្នេះគាត់គ្រោងញ៉ាំរួចនឹងរកកន្លែងសង់ជំរកក្រពើមួយក្បាលនោះនៅតែតាមដានរាល់សកម្មភាពរបស់គាត់ដើរទៅទីណាវាទៅទីនោះគាត់វាងទៅខាងក្រោយកាត់ព្រៃកោងកាងរួចចូលទៅជិតពីក្រោយធ្វើឲ្យក្រពើមួយក្បាលនោះត្រូវត្រឡប់ទៅសមុទ្រវិញមិនអាចបដិសេធបានទេក្បាលនេះពិតជាធំណាស់ពេលរងើភ្លើងរួចរាល់គាត់ដាក់ត្រីតុកកែឡើងអាំងទោះបីមិនទាន់លាងសម្អាតតែមិនប៉ះពាល់ដល់រសជាតិទេពេលអាំងស្រកាត្រីជួយរក្សាជាតិទឹកនិងការពារសាច់រងចាំឆ្អិនគ្រាន់តែបកស្រកាចេញគឺអាចញ៉ាំសាច់ស្ទន់នៅខាងក្នុងបានហើយខ្ញុំត្រូវតែនិយាយថាពិតជាឆ្ងាញ់ខ្លាំងណាស់ដោយសារតំបន់នេះមានក្រពើធំដូច្នេះ Tommy សម្រាប់ចិត្តបដូរទៅតំបន់ផ្សេងដើម្បីរករកក្រោយពីដើរថ្មើរជើងប៉ុន្មានម៉ោងគាត់មកដល់ឆ្នេរមួយថ្មីដោយគ្រាន់តែយកឧបករណ៍រស់រានមានជីវិតមូលដ្ឋានមួយចំនួននិងដបទឹកទេមួយប៉ុណ្ណោះឆ្នេរនេះស្អាតណាស់ប្រហែលជាគ្មានក្រពើទេការងារដំបូងគឺរកកន្លែងគេងនិងសង់ជំរកគាត់ដើរតាមឆ្នេររើសរបស់របរតែទឹកក៏រសជាតិកោះដាច់ស្រយាលល្អបំផុតកុំផឹកអីតែកេះបោះចោលរលកសមុទ្រនាំមកនៅរបស់ជាច្រើនរើបានអ្វីគឺស្រេចតែលើសំណាងហើយដបកញ្ចក់ថ្លាក្រៅពីដាក់ទឹកក៏អាចប្រើសម្រាប់បង្កាត់ភ្លើងបានដែរអំពូលភ្លើងដែលគេបោះចោលក៏អាចយកមកប្រើប្រាស់បានគាត់គ្រាន់តែយកលំពែងចាក់មួយមកជាមួយត្រីពីមុនដែលបានជួយគាត់ឲ្យចាប់បានយ៉ាងច្រើននៅក្នុងព្រៃកោងកាងសង្ឃឹមថាលើកនេះសូមរងចាំទស្សនាភាគ2